ផ្ទះតូចហើយផ្ទះធំធ្វើទៅមួយណាល្អជាងនេះគឺជាសំណួរមួយដែលមានអតិថិជនជាច្រើនសួរមកកាន់ខ្ញុំហើយខ្ញុំជឿជាក់ថាបងប្អូនជាច្រើនក៏នៅតែមានចម្ងល់លើរឿងនេះដែរឥឡូវនេះដើម្បីស្រាយចម្ងល់នេះខ្ញុំនឹងនាំបងប្អូនទៅមើលផ្ទះអាជីវកម្មកុងបណ្ដេះមួយដែលនៅជិតផ្សារដំដែកខេត្តសៀមរាបហើយក៏ជាផ្ទះមួយដែលមានខ្នាត 9x16 3ជាន់អាចនិយាយថាផ្ទះធំអាយុ1ឆ្នាំ2ខែបងប្អូនអាចមើលទាំងមុខរបស់ម្ចាស់ផ្ទះទៅដឹងហើយថាតើអារម្មណ៍របស់គាត់បែបណាអាចញឹមបន់ចិត្តទេអញ្ចឹងផ្ទះមួយនេះអាចនិយាយបានថាគឺជាផ្ទះខ្នាតធំដោយសារតែផ្ទះនេះវាមានខ្នាត 9x16 3ជាន់អាយុ1ឆ្នាំ2ខែបច្ចុប្បន្នផ្ទះនេះអាចរកផលបានរហូតដល់4គីឡូបាត់ទៅហើយអញ្ចឹងផ្ទះធំគឺបែបហ្នឹងបងប្អូនមិនមែនថាផ្ទះតូចមិនល្អផ្ទះធំល្អដូចគ្នាប៉ុន្តែបរិមាណឬក៏ទិន្នផលដែលអាចទទួលបានអាស្រ័យទៅលើខ្នាតផ្ទះដូចគ្នាផ្ទះធំវាបានច្រើនជាងផ្ទះតូចអាហ្នឹងវាជារឿងធម្មតាទេអញ្ចឹងបើសិនជាផ្ទះតូចអាយុប៉ុណ្នេះវាបានត្រឹម2គីឡូឬមួយក៏1គីឡូជាងជិត2គីឡូប៉ុន្តែផ្ទះធំវាអាចហក់រហូតដល់4គីឡូអញ្ចឹងអាហ្នឹងគឺជាទិន្នផលអ្វីដែលខុសគ្នាគឺទិន្នផលមានន័យថាធំបានច្រើនជាងតូចវាជារឿងធម្មតាបំផុតអញ្ចឹងបងប្អូនជប់ឆ្ងល់ទៀតថាតើធំល្អជាងតូចល្អជាងឬមួយក៏ខ្នាតមួយណាល្អខ្នាតដែលកុងបណ្ដេះណែនាំបងប្អូនគឺសុទ្ធតែជាខ្នាតល្អហើយអញ្ចឹងបងប្អូនធ្វើទៅមិនខុសទេអ្វីដែលល្អគឺយើងធ្វើតាមលទ្ធភាពរើសខ្នាតឲ្យត្រូវពេលណាដែលយើងរើសខ្នាតត្រូវរើសអ្នកបច្ចេកទេសត្រូវនោះបងប្អូនធ្វើទៅវាបានផលហើយមិនខុសទេបើបងប្អូនគិតថាវីដេអូនេះល្អចង់ចែករំលែកចំណេះដឹងនេះទៅកាន់បងប្អូនយើងដទៃទៀតដែលមិនទាន់បានដឹងសូមជួយចុច like និង share វីដេអូនេះដើម្បីឲ្យដល់ដៃបងប្អូនខ្មែរយើងទូទាំងប្រទេសអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ